ជំរាបសួរថ្ងៃនេះយើងមកធ្វើសម្លម្ជូរដើមចេកដែលជាសម្លរបៀបស្រស់ស្រែប៉ុន្តែមានរសជាតិឆ្ងាញ់ណាស់បងប្អូនចាហើយគ្រឿងផ្សំអីអត់មានច្រើនទេនេះខ្ញុំមានដើមចេកគ្រាប់ចាខ្ញុំអត់ដឹងថាដើមចេកហ្នឹងខាងបងប្អូនហៅឈ្មោះមិនតែប៉ុន្តែខាងខ្ញុំគឺហៅថាដើមចេកគ្រាប់ណាចេកហ្នឹងគឺងាយស្រួលយកមកធ្វើម្ហូបណាបងប្អូនគឺវាអត់មានជ័រខ្មៅដូចចេកផ្សេងទេបងប្អូនចាបើតែយកចេកបងចេកគ្រាប់វិញគឺយើងយកមកធ្វើញ៉ាំធ្វើអីឆ្ងាញ់មែនតើចាខុសពីចេកផ្សេងតែពេលយើងយកមកធ្វើម្ហូបយើងគ្រាន់តែហាន់ដាក់ទឹកគឺវាឡើងពណ៌កម្ៅហើយអត់ស្អាតណាបងប្អូនចាហើយនិយាយពីរសជាតិវិញគឺអត់ចត់ទេគឺឆ្ងាញ់ណាស់ដើមចេកហ្នឹងណាចាហើយសម្រាប់ដើមចេកនេះខ្ញុំហាន់របៀបនេះណាបងប្អូនចាតែបងប្អូនអាចហាន់តាមចំណង់ចិត្តឬក៏របៀបតាមតបនបងប្អូនហាន់ណាបងប្អូនចាខ្ញុំឮថាអ្នកខ្លះគាត់ហាន់របៀបបឆោប្រវែងចោលដៃកាត់ជាពីរហើយបឆោបងប្អូនប៉ុន្តែសម្រាប់តបនខាងខ្ញុំខាងភូមិខ្ញុំគឺយើងចិត្តហាន់ដើមចេករបៀបហ្នឹងបងប្អូនគឺកង់អញ្ចឹងណាចាអញ្ចឹងគឺដើមចេកហ្នឹងស្រួលមែនតើយើងអត់ពិបាកយកទៅត្រាំមួយទឹកក្រូចឆ្មាអីដើម្បីឲ្យមានពណ៌សគឺអត់ទេណាបងប្អូនចាពីព្រោះដើមចេកគ្រាប់ហ្នឹងគឺវាមានពណ៌សស្រេចបងប្អូនចាអញ្ចឹងខ្ញុំហាន់បែបនេះរហូតដល់អស់ណាបងប្អូនចាចាបងប្អូនអញ្ចឹងយើងហាន់ដើមចេករួចហើយឥឡូវយើងមកដាំទឹកសម្លមកជុំយើងវិញណាបងប្អូនចាអញ្ចឹងថ្ងៃនេះគឺខ្ញុំធ្វើសម្រាប់តែគ្នាសមាជិក3-4នាក់ប៉ុណ្ណឹងអញ្ចឹងខ្ញុំដាក់ទឹកប៉ុណ្ណឹងអញ្ចឹងក្នុងពេលខ្ញុំដាំទឹកហ្នឹងគឺខ្ញុំដាក់គ្រឿងឲ្យស្រេចណាមានដូចជាប៊ីចេងបន្តិចហើយមានអំបិលបន្តិចទៅចាហើយយើងដាក់ស្ករសបន្តិចតែបន្តិចឯងបងប្អូនអត់ដាក់ច្រើនទេបើដាក់ច្រើនមានរសជាតិផ្អែមអញ្ចឹងគឺអត់ឆ្ងាញ់ទេណាបងប្អូនចាចាអញ្ចឹងយើងដាក់ជាមួយនឹងខ្ទឹមសចំនួន2កំពឹសណាបងប្អូនចាយើងដាក់ខ្ទឹមសដើម្បីឲ្យសម្លរបស់យើងកុំឲ្យមានក្លិនឆ្អាបណាពីព្រោះយើងស្លម្ជូរជាមួយនឹងត្រីហើយថ្ងៃនេះខ្ញុំទៅផ្សារគឺទៅទិញបានត្រីស្រែបានជាមួយនឹងក្តាមខ្យងអីតិចតួចអញ្ចឹងណាបងប្អូនចាអញ្ចឹងគឺយើងដាក់ខ្ទឹមស2កំពឹសចូលអញ្ចឹងទៅបងប្អូនចាចាហើយនេះខ្ញុំដាក់នៅរំដេងណាបងប្អូនចាយើងស្លម្ជូរជាទូទៅគឺអាចអត់រំដេងបានទេបងប្អូនចាយើងយករំដេងមកលាងកោសសបកឲ្យស្អាតចឹងទៅយើងពុះទៅតាមចំណូលចិត្តរបស់បងប្អូនហើយយើងដំវាឲ្យសំតែនហើយខ្ញុំដាក់ជាមួយនឹងគល់ស្លឹកគ្រៃចំនួន2គល់ផងដែរណាបងប្អូនចាអញ្ចឹងយើងដាក់រួចប៉ុណ្ណឹងហើយគឺយើងក្របគម្របវាឲ្យពុះតិចសិនណាបងប្អូនចាហ្នឹងហើយអញ្ចឹងបន្ទាប់ពីទឹកសម្លរបស់យើងបានពុះគឺយើងចាប់ផ្ដើមដាក់ជាមួយនឹងម្ជូរកសាំងណាបងប្អូនចាចាអញ្ចឹងបន្ទាប់ពីទឹកសម្លយើងបានពុះហើយគឺនាងខ្ញុំបង់នៅម្ជូរកសាំងចូលណាបងប្អូនចានេះយើងបង់កសាំងចូលអញ្ចឹងទៅគឺកសាំងខ្ញុំដាក់តែ2ផ្លែសិនទេណាជៀសវាងវាជូរខ្លាំងពេកសម្លយើងញ៉ាំអត់កើត
បន្តមកទៀតគឺខ្ញុំជ្រុំប្រហុកណាបងប្អូនចាគឺប្រហុកកភ្លៀងប្រហុកស្រែយើងបងប្អូនចាខ្ញុំជ្រុំប្រហុកហើយគឺយើងសម្រាប់ទឹកប្រហុកនឹងដាក់ចូលទៅក្នុងសម្លយើងវិញណាបងប្អូនចាចាអញ្ចឹងបន្ទាប់ពីយើងបង់ប្រហុករួចហើយនេះគឺយើងមានត្រីចម្រុះអញ្ចឹងបងប្អូនមានត្រីស្រែមានក្តាមបន្តិចមានអីចឹងណាបងប្អូនចាគឺយើងបង់វាជុំសន្ទុះអញ្ចឹងទៅយើងក្របវាទុំសន្ទុះអញ្ចឹងយើងបើកម្របមកវិញសម្លយើងពុះអញ្ចឹងយើងដាក់ដើមចេកយើងចូលណាបងប្អូនចាយើងដាក់ដើមចេកយើងចូលហើយយើងក្របទុកបន្តិចសិនណានេះអញ្ចឹងបន្ទាប់ពីយើងក្របទុកសម្លយើងបានពុះឆ្អិនហើយណាបងប្អូនចាអញ្ចឹងគឺក្លិនឈ្ងុយមែនតើបងប្អូនចាបាទហ្នឹងយើងមានពពុះមានអីចឹងយើងដួសវាចេញទៅណាបងប្អូនចាចាអញ្ចឹងសម្លរបស់យើងបានឆ្អិនរួចរាល់ហើយចុងក្រោយគឺខ្ញុំបន្ថែមជាមួយនឹងជីម្រះព្រៅណាបងប្អូនចាម្រះព្រៅហ្នឹងក៏យើងបេះនៅក្បែរផ្ទះដែរអញ្ចឹងសម្លមួយឆ្នាំងហ្នឹងគឺចំណាយលុយតិចមែនតើបងប្អូនគឺខ្ញុំទិញតាត្រីអស់បន្តិចបន្តួចត្រឹម 4000 នេះប៉ុណ្្នឹងឯងណាបងប្អូនចាអញ្ចឹងដើមចេកហើយម្រះព្រៅម្ជូរកសាំងគឺមាននៅផ្ទះស្រេចអញ្ចឹងគឺសម្លរបស់យើងបានឆ្អិនរួចរាល់ហើយណាបងប្អូនចាចាំបងប្អូនអាចសាកល្បងធ្វើតាមវិធីនេះងាយហើយចំណាយលុយតិចមែនតើណាបងប្អូនសំខាន់គឺរសជាតិឆ្ងាញ់មែនតើសម្លម្ជូរដើមចេកគ្រាប់ហ្នឹងណាបងប្អូនចាអរគុណច្រើន